បាទអរុនសួស្តីក្មេងៗក្មួយបាទជំរាបសួរបងប្អូនខណៈនេះខ្ញុំបាទកំពុងតែនៅលើប្រាសាទបាពួនបង្ហាញអំពីទស្សនីយភាពចម្លាក់ដ៏ស្រស់ស្អាតរបស់ថ្វីដៃដូនតាខ្មែរតើរូបចម្លាក់នេះបងប្អូនសង្កេតឃើញមានរូបអ្វីខ្លះពិតណាស់គឺជាបរិសម្នាក់ដែលកំពុងតែអង្គុយលើអង្គុយលើបរិសម្នាក់ទៀតតើគាត់កំពុងតែធ្វើអ្វីគាត់កំពុងតែបោកចំបាប់ឬមួយយ៉ាងដូចម្ដេចឥឡូវនេះយើងសង្កេតមើលទាំងអស់គ្នាយើងសង្កេតមើលទី1យើងសង្កេតមើលបរោះដែលនៅពីលើហ្នឹងគាត់ពាក់មកុដដូច្នេះពិតណាស់គាត់ជាព្រះមក្សត្រគាត់ជាក្សត្រជាមិនខានហើយបរោះខាងក្រោមហ្នឹងយើងឃើញគាត់ភ្នក់គាត់ពាក់ភ្នូសក់យើងមិនដឹងថាតើគាត់ជាព្រះមក្សត្រឬមួយក៏ខណៈនេះគាត់មិនទាន់បានពាក់មង្គតតើពួកគេកំពុងតែធ្វើអ្វីបាទឥឡូវយើងសង្កេតមើលជើងដែលជាប់ទៅនឹងផ្ទៃផែនដីជាប់នឹងដីតើជើងនោះគឺជាបរោះមួយណាបរោះដែលនៅខាងលើឬក៏បរោះដែលនៅខាងក្រោមពិតណាស់គឺជាជើងទាំងពីរនេះដែលភ្ជាប់នឹងដីនេះគឺជាបរោះដែលនៅខាងក្រោមហើយបរោះម្នាក់ដែលនៅខាងលើហ្នឹងគាត់ជិះពីលើតែម្ដងតើគាត់ជិះនៅកន្លែងណាជិះលើស្មាឬក៏ជិះនៅត្រង់ណាហើយគាត់យកជើងរបស់គាត់គៀវដងខ្លួនហើយយកជើងរបស់គាត់ប្រអប់ជើងរបស់គាត់ហ្នឹងគៀវជើងរបស់បរោះដែលនៅភាគខាងក្រោមផងដែរតើគាត់កំពុងតែធ្វើអ្វីឥឡូវនេះចូលបងប្អូនសង្កេតមើលបន្តបរោះដែលនៅខាងលើដៃឆ្វេងនិងដៃស្ដាំរបស់គាត់កំពុងតែធ្វើអ្វីយើងឃើញទេគឺពិតណាស់យើងឃើញដៃនីមួយរបស់គាត់កំពុងតែរុញច្រានចង្ការបស់បរោះដែលនៅខាងក្រោមហេតុអីបានជាបរោះនៅខាងក្រោមនេះគាត់មានពីរចំណែកបាទយើងឃើញគាត់យើងឃើញដងខ្លួនរបស់គាត់មានពីរចំណែកមានឃើញក្បាលរបស់គាត់មានពីរចំណែកពិតណាស់គឺបរោះម្នាក់នេះពិតជាត្រូវបានបរោះដែលនៅខាងលើនឹងចាប់ហែកដងខ្លួនរបស់គាត់ហែកជាពីរជាមិនខានយើងឃើញក្បាលយើងឃើញក្បាលរបស់គាត់ក៏ត្រូវរហែកជាពីរផងដែរតើរូបចម្លាក់នេះជាចំណែកមួយនៅក្នុងរឿងមហាភារតៈដែរឬទេហើយត្រង់ចំណុចណាតើបរោះដែលចាប់ហែកគេនេះតើគាត់ជានរណាហើយបរោះដែលត្រូវគេចាប់ហែកហ្នឹងតើត្រូវជានរណាផងដែរមានរឿងអ្វីហេតុអីបានជាគាត់មានគំនុំខឹងនឹងបរោះនេះកម្រិតណាទៅបានជាគាត់ប្រើកម្លាំងដ៏មហិមាចាប់ហែកបរោះនេះជាពីរដូច្នោះទៅវិញហាក់បីដូចគេចាប់ហែកខោដូច្នោះដែរបាទតើមានរឿងរ៉ាវអ្វីកើតឡើងពិតណាមួយវិញទៀតថាតើ
នៅពេលដែលគាត់កំពុងតែហែកនេះយើងឃើញបានតែពាក់កណ្ដាលប៉ុណ្ណោះហែកបានប្រហែលជាដល់ទ្រូងតែប៉ុណ្ណោះយើងឃើញដៃមួយចំហៀងនៅខាងកើតដៃមួយចំហៀងនៅខាងលិចហើយក្បាលក៏ដូចគ្នាដែរក្បាលនៅខាងកើតហើយនៅខាងលិចតើគាត់នឹងហែកឲ្យផុតដាច់ជាពីរកំណាត់ពីគ្នាដែរឬទេបាទហើយបើសិនជាគាត់ហែកដាច់ជាពីរតើបរោះដែលត្រូវបានគេហែកដាច់ជាពីរហ្នឹងនៅមានជីវិតរស់រានដែរឬទេបើសិនជានៅតើបើសិនជានៅមានជីវិតរស់រានតើបានន័យថាគាត់មានតែមួយជំហៀងខ្លួនឬមួយយ៉ាងដូចម្ដេចឬមួយក៏គាត់មានសមត្ថភាពដើម្បីផ្គុំរូបដែលអាយ៉ះដាច់ជាពីរហ្នឹងបញ្ចូលគ្នាមកវិញហើយចាប់ផ្ដើមតស៊ូប្រយុទ្ធជាមួយនឹងបរោះម្នាក់នេះតទៅទៀតឥឡូវនេះខ្ញុំមិនដឹងទេបើសិនជាបងប្អូនចង់ជ្រាបចូលទៅសិក្សាស្វែងយល់អំពីរឿងមហាភារតៈដែលខ្ញុំបាននិយាយរៀបរាប់រួចមកហើយនៅក្នុងវីដេអូមុនបាទខ្ញុំបាទសង្ឃឹមថាបងប្អូននឹងចូលទៅរកដើម្បីតាមដាននៅសាច់រឿងមួយនេះបាទអរគុណច្រើនសូមជម្រាបលាបាយបាយ